គាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបាននឹងកំពុងបន្តបេសកកម្មដ៏ឧត្តមឧត្តមរបស់ខ្លួនស្របតាមគោលការណ៍គ្រឹះទាំង7នៃចលនាកាកបាទក្រហមនិងអធិចន្ទក្រហមនេះជាការឆ្លើយតបទាន់ពេលវេលាក្នុងការប្រមូលផ្ដុំកម្លាំងមនុស្សធម៌ដើម្បីជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះបំផុតដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់ក្រោមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលកាកបាទក្រហមក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ពេញមួយអាណត្តិទី5ចាប់ពីខែកញ្ញាឆ្នាំ2019ដល់ខែមិថុនាឆ្នាំ2026នេះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់ប្រធានកិត្តិយសសាខានិងឯកឧត្តមគឹមរិទ្ធីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសាខាបានពង្រឹងរចនាសម្ព័ន្ធប្រតិបត្តិយ៉ាងរឹងមាំរួមមានគណៈកិត្តិយសសាខា33រូបគណៈកម្មាធិការសាខា15រូបមន្ត្រីប្រតិបត្តិ8រូបគណៈកិត្តិយសអនុសាខា151រូបគណៈកម្មាធិការអនុសាខា88រូបព្រមទាំងមានអគារស្នាក់ការអនុសាខាផ្ទាល់ខ្លួនចំនួន6ក្នុងចំណោមអនុសាខាក្រុងស្រុកទាំង8លើពីនេះសាខាមានក្រុមកាកបាទក្រហមឃុំសង្កាត់ចំនួន255រូបបណ្ដាញអ្នកស្ម័គ្រចិត្តចំនួន498រូបនិងយុវជនកាកបាទក្រហមចំនួន1207រូបមកពីវិទ្យាល័យចំនួន20ទូទាំងខេត្តដែលជាកម្លាំងចលករយ៉ាងសកម្មនៅមូលដ្ឋានតម្លៃជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានខិតខំយកចិត្តទុកដាក់ក្នុងការកសាងគម្រោងផែនការត្រៀមលក្ខណៈទាំងសម្ភារៈស្បៀងអាហារនិងថវិកាសម្រាប់ដោះស្រាយពេលមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុជូនដល់ជនរងគ្រោះក្នុងកម្រិត100ទៅ200គ្រួសារនៅក្នុងឃ្លាំងដោយធានាថានៅពេលកើតមានគ្រោះមហន្តរាយនឹងដោះស្រាយបានទាន់ពេលវេលានិងរាល់សភាពការក្រៅពីនេះសាខាក៏បានចាត់មន្ត្រីសាខាសហការជាមួយដៃគូរបស់ខ្លួនធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍និងអ្នកស្ម័គ្រចិត្តបានដឹងពីបញ្ហានិងវិធានការទប់ស្កាត់និងបង្ការគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងឆ្លើយតបនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនិងវិបត្តិភ័យក្នុងអាណត្តិទី5នេះសាខានិងអនុសាខាទាំង8បានផ្ដល់អំណោយមនុស្សធម៌សង្គ្រោះទាន់ពេលវេលាជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិអគ្គិភ័យរន្ទះបាញ់ខ្យល់កន្ត្រាក់ឧបទ្ទវហេតុផ្សេងៗគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយនិងអ្នករស់នៅជាមួយមេរោគអេដស៍ជាពិសេសជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនសរុបចំនួន17192គ្រួសារស្មើនឹងប្រជាពលរដ្ឋ58246នាក់ក្នុងនោះសម្ដេចគតិប្រិទ្ធបណ្ឌិតអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងការសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅវត្តពោធិ៍5000ដើមផងដែរក្នុងនោះរួមមានការស្ដារជីវភាពឡើងវិញការផ្ដល់ដំបូលស័ង្កសីនិងតង់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ព្រមទាំងការផ្ដល់អណ្ដូងទឹកស្អាតប្រភេទអង់ត្រាហ្វីនដេសចំនួន57អណ្ដូងក្នុងនោះមានអណ្ដូង3ជាព្រះរាជអំណោយដ៏ថ្លៃថ្លាពីសម្ដេចម៉ែព្រះប្រធានកិត្តិយសជូនដល់ប្រជាពលរដ្ឋនិងជនពិការខ្វះខាតទឹកប្រើប្រាស់សរុប1048គ្រួសារលើវិស័យសុខភាពនិងការថែទាំសុខភាពសហគមន៍សាខាបានចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនស្ត្រីឆ្លងទន្លេនិងស្ត្រីសម្រាលកូនរួចបាន397នាក់ចុះសួរសុខទុក្ខអ្នកជំងឺសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបាន177គ្រួសារបន្ថែមពីនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានរៀបចំរចនាសម្ព័ន្ធយុវជនកាកបាទក្រហមនិងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងជាមូលដ្ឋានប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហមអធិចន្ទក្រហមនិងវិជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជាជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន93វគ្គជូនដល់យុវជននិងអ្នកស្ម័គ្រចិត្តបាន5546នាក់ជាមួយគ្នានេះសាខាបានបំពេញការងារយ៉ាងសកម្មលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗនិងការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងការសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសិស្សានុសិស្សនិងជនភៀសសឹកនៅតាមសហគមន៍ងាយរងគ្រោះយ៉ាងសកម្មលើសពីនេះកម្មវិធីឥណទានប្រាក់កម្ចីផលប្រយោជន៍សហគមន៍បានផ្ដល់ជូនប្រជាពលរដ្ឋនិងគ្រួសារអតីតយុទ្ធជនចំនួន319ករណីដើម្បីបង្កើតមុខរបរបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពគ្រួសារ
សមិទ្ធផលដ៏ធំធេងនិងជោគជ័យគួរឲ្យមោទនភាពពេញមួយអាណត្តិទី5នេះបានមកពីកិច្ចប្រតិបត្តិការយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការសាខាខេត្តក្រុងស្រុងបុគ្គលិកយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្រោមការដឹកនាំរបស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាននិងការចង្អុលណែនាំដោយផ្ទាល់របស់ឯកឧត្តមប្រធានកិត្តិយសអនុប្រធានកិត្តិយសធ្វើឲ្យសកម្មភាពផ្ដល់សេវាកម្មមនុស្សធម៌ក្នុងការជួយដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយនិងឧបទ្ទវហេតុផ្សេងៗនៅក្នុងខេត្តទទួលបានជោគជ័យគួរឲ្យមោទនភាពជួយត